រឿង5យ៉ាងដែលចាស់បុរាណហាមឃាត់មិនឲ្យអ្នកធ្វើដាច់ខាតនៅពេលដែលនិយាយអំពីជំនឿដែលត្រូវហាមឃាត់នេះត្រូវបានគេមើលឃើញថាវាមានការតាក់ទងទៅនឹងរបៀបរស់នៅរបស់ប្រជាជនខ្មែរយើងចាប់តាំងតែពីបុរាណកាលរហូតមកដល់សព្វថ្ងៃនេះក៏ប៉ុន្តែថាតើលោកអ្នកដឹងទេចេតនាលាក់បាំងក្នុងការហាមឃាត់របស់ចាស់បុរាណដែលយើងនៅតែជឿហើយមិនហ៊ានបំពាននៅការហាមឃាត់នេះផងដែរតើវាពិតជាមានប្រភពនិងមូលហេតុរបស់វាមែនទេឥឡូវនេះសូមទៅតាមដានដើម្បីស្វែងយល់ទាំងអស់គ្នាដូចតទៅទី1ចាស់បុរាណហាមមិនអនុញ្ញាតឲ្យស្ត្រីមានផ្ទៃពោះចូលរួមពិធីបុណ្យសពដាច់ខាតចំពោះអបិយជំនឿមួយនេះគេជឿថាដោយសារតែមនុស្សមានផ្ទៃពោះមានភាពទន់ខ្សោយអាចនឹងស្រមើស្រមៃមើលឃើញរឿងអាក្រក់មានស្មារតីខ្សោយឬអ្វីដែលអាក្រក់ប្រសិនបើចូលរួមពិធីបុណ្យសពនៅពេលព្រលឹងនៃអ្នកស្លាប់ចាក់ចេញពីរាងកាយហើយឃើញថាមានអ្នកមានផ្ទៃពោះចូលរួមក្នុងព្រឹត្តិការណ៍នោះគេជឿថាវិញ្ញាណនៃអ្នកស្លាប់នោះនឹងចូលសន្ធិដ្ឋក្នុងទារកក្នុងផ្ទៃដែលធ្វើឲ្យកូនពិតប្រាកដនឹងកើតមកមិនបានឬមានគ្រោះថ្នាក់ផ្សេងជាដើមទី2ចាស់បុរាណហាមមិនឲ្យអោនមើលក្រោមជើងនោះទេចំពោះអបិយជំនឿមួយនេះវាគឺជាជំនឿដែលមនុស្សគ្រប់គ្នាធ្លាប់បានឮតគ្នានិងជំនឿនេះតែងតែលេចឡើងក្នុងខ្សែភាពយន្តរន្ធត់របស់ខ្មែរជាច្រើនផងដែរហើយយើងសង្កេតឃើញថាតួអង្គនៅក្នុងរឿងទាំងអស់នោះប្រសិនបើចង់ឃើញអ្វីដែលអាចកំបាំងមួយនោះគេតែងតែតម្រូវឲ្យតួអង្គនោះសម្ដែងដោយអោនមើលតាមប្រឡោះជើងពួកគេនឹងអោនមើលតាមប្រឡោះជើងរបស់គេហើយអ្វីដែលពួកគេបានឃើញនៅក្នុងសាច់រឿងនោះភាគច្រើនគឺជាវិញ្ញាណអាក្រក់ឬក៏ជាវិញ្ញាណខ្មោចជាដើមទី3ចាស់បុរាណហាមមិនឲ្យកាត់ក្រចកនៅពេលយប់ដាច់ខាតមនុស្សវ័យចំណាស់ជឿថាក្រចកមិនគួរកាត់នៅពេលយប់នោះទេព្រោះតែគេជឿថាវាអាចនឹងធ្វើឲ្យវិញ្ញាណអាក្រក់ឃ្លានស៊ីក្រញ៉ាំហើយចាស់បុរាណក៏ជឿទៀតថាការដែលកាត់ក្រចកនៅពេលយប់នោះនឹងធ្វើឲ្យព្រលឹងដូនតាដែលបានចែកឋានទៅគឺគ្មានទីពឹងនិងមានការព្រួយបារម្ភជានិច្ចទី4ចាស់បុរាណហាមមិនឲ្យគេងនៅពេលក្បាលប្រលប់នោះទេគេតែងតែនិយាយថាប្រសិនបើអ្នកគេងនៅពេលប្រលប់ក៏ត្រូវបានចាស់និយាយតគ្នាមកថាវានឹងអាចធ្វើឲ្យព្រលឹងចាក់ចេញពីរាងកាយហើយក៏មានអត្ថបទជាច្រើនដែលនិយាយថាអ្នកនឹងត្រូវខ្មោចលងព្រោះវាជាពេលវេលាដែលខ្មោចចាប់ផ្ដើមចេញហើយនេះក៏ជាមូលហេតុដែលពេលភ្ញាក់ពីគេងអ្នកនឹងមានអារម្មណ៍ថាមិនស្រួលឬវិលមុខនេះក៏ព្រោះតែវិញ្ញាណទើបតែវិលត្រឡប់ចូលរាងកាយរបស់អ្នកវិញឬត្រូវបានសន្ធិដ្ឋដោយព្រលឹងវិញ្ញាណផ្សេងជាដើមទី5ចាស់បុរាណហាមមិនឲ្យឆ្លើយនៅពេលដែលអ្នកឮសំឡេងនរណាម្នាក់ដែលអ្នកមិនដែលស្គាល់នៅពេលយប់នោះទេចំពោះជំនឿដ៏គួរឲ្យភ័យខ្លាចចុងក្រោយមួយនេះវាត្រូវបានគេនិយាយថាប្រសិនបើអ្នកឆ្លើយតបទៅនឹងការហៅនៅពេលយប់ដោយមិនបានឃើញនរណាហៅទេនោះច្បាស់ណាស់អ្នកនឹងត្រូវខ្មោចលងឬក៏ត្រូវមានវិញ្ញាណអាក្រក់ណាមួយបន្លំហៅអ្នកជាមិនខានបាទលោកអ្នកនាងប្រិយមិត្តជាទីមេត្រីនេះគឺជាអបិយជំនឿទាំង5ដែលចាស់ពីបុរាណតែងតែហាមឃាត់មិនឲ្យធ្វើដាច់ខាតក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយរឿងរ៉ាវទាំងអស់ពាក់ព័ន្ធទៅនឹងមនុស្សចំនួនមុនបើទោះបីជារឿងខ្លះមើលទៅល្ងងខ្លៅតែប្រសិនបើអ្នកមិនជឿចូលអ្នកកុំប្រមាថនឹងបង្កាច់បង្ខូចអីយ៉ាងហោចណាស់នេះក៏ជាការយកចិត្តទុកដាក់មួយរបស់មនុស្សចាស់ចំនួនមុនដើម្បីកុំឲ្យធ្វើអ្វីដែលអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតហើយចំពោះវីដេអូមួយនេះវាគ្រាន់តែជាការដកស្រង់ចែករំលែកប្រិយមិត្តលោកអ្នកនាងទាំងអស់គ្នាដើម្បីស្វែងយល់និងបានដឹងអំពីទំនៀមទម្លាប់ក៏ដូចជាអបិយជំនឿមួយចំនួនរបស់មនុស្សចំនួនមុនតែប៉ុណ្ណោះជឿឬក៏មិនជឿគឺអាស្រ័យទៅលើការគិតឃើញនិងយល់ឃើញរបស់ប្រិយមិត្តលោកអ្នកនាងទាំងអស់គ្នាតែប៉ុណ្ណោះអរគុណចំពោះការទស្សនាវីដេអូមួយនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតរបស់ទាំង5យ៉ាងត្រូវបានចាស់បុរាណជឿថាមិនអោយទុកក្នុងផ្ទះដាច់ខាតព្រោះតែរបស់ទាំង5នេះអាចនាំគ្រោះសោយដល់ក្នុងក្រុមគ្រួសារបានផងដែរ
បាទលោកអ្នកនាងប្រិយមិត្តជាទីមេត្រីវិជាការប៉ុណ្ណាបើទោះបីជាមកដល់នៅពេលបច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបកាន់តែមានការរីកចម្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជានៅតែមិនអាចបំភ្លេចបាននៅអបិយជំនឿទំនៀមទម្លាប់ប្រពៃណីក៏ដូចជាត្រណមមួយចំនួនដែលពួកគាត់តែងតែប្រតិបត្តិតគ្នារៀងមកផងដែរជាមួយគ្នានេះផងដែរចាស់បុរាណក៏បានដំណាលតគ្នាមកថាម្ចាស់ផ្ទះទាំងឡាយមិនត្រូវរក្សាទុករបស់5យ៉ាងនេះនៅក្នុងផ្ទះនោះទេបើទោះបីជានៅប្រើបានឬក៏មិនបានយ៉ាងណាក៏ដោយសូមយកវាទៅបោះចោលដើម្បីបញ្ជិះសំណាងមិនល្អកើតឡើងជាយថាហេតុក្នុងក្រុមគ្រួសាររបស់លោកអ្នកឥឡូវនេះចង់ដឹងថារបស់ទាំង5យ៉ាងនោះមានរបស់អ្វីខ្លះហើយថាតើមូលហេតុអ្វីបានជាចាស់បុរាណហាមមិនឲ្យទុកក្នុងផ្ទះនោះដើម្បីជ្រាបកាន់តែលម្អិតនិងពិស្ដារសូមនាំអារម្មណ៍លោកអ្នកនាងប្រិយមិត្តទាំងអស់គ្នាទៅតាមដានដូចតទៅទី1នាឡិកាងាប់ឬនាឡិកាខូចនាឡិកាគឺជានិមិត្តសញ្ញាតំណាងឲ្យពេលវេលាកំណត់នៃជីវិតនៅពេលដែលវាឈប់លែងដំណើរការឬក៏ខូចនោះត្រូវបានគេជឿថាបានតំណាងឲ្យសញ្ញាអាក្រក់មួយដែលអាចជាការបាត់បង់លាភធំបាត់បង់សំណាងហើយបញ្ហារមែងចេះតែកើតមានឡើងដល់ម្ចាស់ផ្ទះបានផងដែរដូច្នេះហើយនៅពេលដែលនាឡិកាឈប់ដើរឬនាឡិកាខូចសូមប្រញាប់យកទៅជួសជុលឬក៏បដូរថ្មីបើមិនអញ្ចឹងទេនោះអ្នកក៏អាចយកវាទៅបោះចោលឬលែងប្រើប្រាស់តែម្ដងទី2កាបូបរហែកឬកាបូបខូចកាបូបដាក់លុយប្រៀបបីដូចជាដាក់លាភសំណាងផងដែរក៏ប៉ុន្តែបើវារហែកឬក៏ខូចមានន័យថាវារបូតជ្រុះលាភមកខាងក្រៅអស់ហើយផងដែរបើយោងទៅតាមក្បួនហុងស៊ុយនិងជំនឿចាស់បុរាណលោកអ្នកត្រូវតែជិះឲ្យបានការរក្សាទុករបស់នេះក្នុងផ្ទះឬក្នុងបន្ទប់របស់លោកអ្នកម្យ៉ាងវិញទៀតនោះបើយោងតាមជំនឿចាស់បុរាណគេមិនតម្រូវឲ្យប្រើប្រាស់កាបូបដៃមួយលើសពី3ឆ្នាំនោះទេមិនថាតែវានៅប្រើបានឬក៏ល្អយ៉ាងណាក៏ដោយទី3ស្បែកជើងខូចលោកអ្នកប្រហែលជាមិនអាចចាប់អារម្មណ៍នោះទេហើយចេះតែរក្សាទុកកូនស្បែកជើងដែលខូចជាច្រើនគូនៅក្នុងផ្ទះរបស់អ្នកក៏ប៉ុន្តែតាមពិតទៅវាគឺជាចំណែកមួយដែលនាំបញ្ហាមកក្នុងក្រុមគ្រួសារឬក៏ក្នុងផ្ទះរបស់អ្នកជារឿយៗផងដែរលើសតែពីក្បួនហុងស៊ុយបើយោងទៅតាមការស្រាវជ្រាវពាក់ព័ន្ធនឹងផ្នែកវិទ្យាសាស្ត្រវិញវាថែមទាំងមានផ្ទុកនៅពពួកបាក់តេរីរាប់លាននិងពពួកមេរោគច្រើនរាប់មិនអស់និយាយឲ្យស្រួលស្ដាប់ទៅគ្មានហេតុផលអ្វីដែលអ្នកត្រូវទុកវានោះឡើយទី4ប្រតិទិនចាស់ឬប្រតិទិនដែលលែងប្រើប្រាស់ចំពោះរបស់ម្យ៉ាងនេះវាស្រដៀងទៅនឹងនាឡិកាអញ្ចឹងដែរចូលប្រើប្រាស់តែប្រតិទិនឆ្នាំថ្មីបានហើយដាច់ខាតលោកអ្នកកុំរក្សាទុកប្រតិទិនឆ្នាំចាស់ក្នុងផ្ទះរបស់អ្នកទៀតអីព្រោះវាអាចរាំងស្ទះដំណើរមានបានដល់ម្ចាស់ផ្ទះទី4របស់របរបែកបាក់ដូចជាកែវឬចានឆ្នាំងជាដើមមិនថាជាកែវមិនថាជាចានឬរបស់របរប្រើប្រាស់ផ្សេងនៅក្នុងផ្ទះរបស់អ្នកបើកាលណាវាបានបែកបាក់អ្នកត្រូវតែប្រមូលវាយកទៅបោះចោលឲ្យអស់ព្រោះរបស់បែកបាក់ទាំងអស់នោះគឺតំណាងឲ្យបញ្ហាផ្សេងក្នុងក្រុមគ្រួសាររបស់អ្នកផងដែរហើយអ្វីដែលលោកអ្នកត្រូវតែប្រុងប្រយ័ត្ននោះគឺកញ្ចក់បែកតែម្ដងបើយោងតាមជំនឿចាស់បុរាណលោកតែងតែមានការប្រុងប្រយ័ត្នណាស់និងហាមដាច់ខាតមិនឲ្យទុកកញ្ចក់បែកបាក់នៅក្នុងផ្ទះឬខក្នុងបន្ទប់គេងដាច់ខាតបាទលោកអ្នកនាងប្រិយមិត្តជាទីមេត្រីនេះគឺជាជំនឿមួយទៅលើវត្ថុទាំង4យ៉ាងដែលត្រូវបានចាស់បុរាណក៏ដូចជាយោងទៅតាមក្បួនហុងស៊ុយនោះគឺគេហាមមិនឲ្យដាក់របស់ទាំង4នេះនៅក្នុងផ្ទះឬក៏ក្នុងបន្ទប់គេងជាដាច់ខាតព្រោះវាអាចនាំគ្រោះចង្រៃចូលមកក្រុមគ្រួសាររបស់លោកអ្នកបានក៏ប៉ុន្តែបើទោះបីជាមានការលើកឡើងបែបណាក៏ដោយនេះគ្រាន់តែជំនឿតែប៉ុណ្ណោះដូច្នេះហើយប្រសិនបើលោកអ្នកជឿឬក៏មិនជឿគឺអាស្រ័យទៅលើការយល់ឃើញនិងត្រេះរិះពិចារណារបស់លោកអ្នកនាងទាំងអស់គ្នារៀងៗខ្លួនអរគុណចំពោះការទស្សនាវីដេអូមួយនេះរហូតដល់ចប់ជួបគ្នានៅវីដេអូក្រោយៗទៀត